នេះសួស្តីបងប្អូនទាំងអស់គ្នាតើវីដេអូនេះគឺខ្ញុំមកនិយាយជាមួយនឹងលេខការពារកំណត់ថ្ងៃដោយសារតែអាកាសធាតុខែនេះគឺក្តៅខ្លាំងអញ្ចឹងហើយសម្រាប់ស្បែកមុខរបស់ខ្ញុំគឺខ្ញុំលាបលេខការពារកំណត់ថ្ងៃដែលលក់តាមទីផ្សារអាលេធម្មតាបងប្អូនមុខខ្ញុំចង់និយាយថាវាស្អាប់ហើយអាចរុយវាដូចជាកាន់តែកាត់ច្រើនជាងមុនណាអញ្ចឹងក៏ខ្ញុំចាបានពិភាក្សាជាមួយនឹងថាគ្រូពេទ្យក៏លក់ប៉ាម៉ាស៊ីលក់ថ្នាំពេទ្យហ្នឹងហើយក៏លក់ជាមួយនឹង skin care ដែរហើយជាផលិតផលមកពីស្រុកក្រៅអ្នកនរគ្នាបារាំងហើយបោះកូរ៉េអីចឹងទៅហើយខ្ញុំក៏បានផ្លាស់ប្ដូរដោយសារតែស្បែកមុខចាមួយរយៈនេះគឺយ៉ាប់ទៅចានេះឯងបងប្អូនជាមួយនឹងលេខការពារកំណត់ថ្ងៃ Bioderma ដែលជាផលិតផលរបស់ប្រទេសបារាំងនិយាយទៅតម្លៃរៀងខ្ពស់ដែរអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំប្រើគឺគុណភាពស័ក្តិសមនឹងតម្លៃចាដោយសារតែលេខនេះគឺជួយទប់ស្កាត់បញ្ហាស្នាមអុចខ្មៅក៏ដូចជាស្នាមអាចរុយហើយខ្ញុំប្រើលេខធម្មតាពេលយើងចេញក្រាលជិះម៉ូតូអញ្ចឹងបងប្អូនមានអារម្មណ៍ថាក្តៅចំហាយមុខយើងផ្លើកដូចកម្ដៅថ្ងៃវាចាំងមកគឺតែក្តៅខ្លាំងមែនទែនហើយដល់ពេលដែលយើងជាប់ម្លប់វិញមុខខ្ញុំបែរជាខ្មៅស្អាតហើយយើងសង្កេតមើលអាចរុយចាកន្លែងផ្សេងវាដូចចាកាន់តែចាញ់មកពីខ្ញុំបានប្រើហើយចំពោះលេនេះសម្រាប់ស្បែកមុខរបស់ខ្ញុំហ្នឹងអ្នកទាំងអស់គ្នាខ្ញុំប្រាប់ស្បែកមុខរបស់យើងសម្រាប់យើងទៅទិញយើងត្រូវភាសាជាមួយនឹងគ្រូពេទ្យនេះគឺខ្ញុំទិញកន្លែងប៉ាម៉ាស៊ីចាសារនេះគ្រូពេទ្យហ្នឹងគាត់លក់ថ្នាំផងហើយលក់ skin care ផងអញ្ចឹងគាត់មើលស្បែកមុខរបស់យើងប្រាប់បញ្ហារបស់គាត់ទៅស្បែកមុខខ្ញុំគឺស្បែកមុខស្ងួតហើយមានបញ្ហាអាចរុយអញ្ចឹងគាត់ដាក់លេនឹងមកអ្នកទាំងអស់គ្នាចង់និយាយថាអាចរុយយើងអាចាស់គឺនៅតែអាចាស់ដដែលប៉ុន្តែកាត់បន្ថយដូចជាអាថ្មីអត់ឃើញចាញ់មកទេហើយស្បែកមុខរបស់ខ្ញុំពេលលាបលេនឹងទៅតិចមកមុខយើងមានសំណើមអ្នកនរគ្នាដូចក្នុងវីដេអូចឹងគឺរលោងអានេះគឺខ្ញុំខាវីដេអូអណ្ដែនដែរឲ្យអ្នកនរគ្នាមើលស្បែកមុខរបស់ខ្ញុំបន្ទាប់ពីលាបលេនេះហើយខ្ញុំថតអត់មានចំនួនភ្លើងអីទេអ្នកនរគ្នាថតនៅក្នុងផ្ទះចាបាត់ទ្វារបាត់ពួយអីហ្នឹងគឺជាមួយនឹងកាមេរ៉ា iPhone បងប្អូនអាចមើលបានណានិយាយទៅលេនឹងគឺល្អសម្រាប់អ្នកដែលមានស្បែកមុខស្ងួតខ្លាំងចាស្ងួតខ្លាំងហើយមានបញ្ហាអាចរុយលាបទៅជួយកាត់បន្ថយអាចរុយថ្មីអត់សូវចេញមកច្រើនទេហើយលេនេះស័ក្តិសមជាមួយនឹងអាកាសធាតុចានៅខាងយើងក្តៅខ្លាំងអ្នកទាំងអស់គ្នាលាបទៅចេញក្រាមមានអារម្មណ៍ថាស្បែកមុខយើងត្រជាក់ណាស្បែកមុខយើងត្រជាក់ស្រួលហើយខ្ញុំលាបទៅមុខខ្ញុំមានសំណើមរលោងអត់មានជួយឲ្យសើតែប៉ុន្តែមានអារម្មណ៍ថាស្បែកមុខយើងភ្លឺថ្លាពីខ្នងប្រហែលជា 10% តែប៉ុណ្្នឹងឯងហើយជាលេសិតអត់មានជាតិម្សៅជាតិអីទេអ្នកនរគ្នាលាបទៅគឺមុខយើងរលោងដូចអ្នកនរគ្នាក្នុងវីដេអូខ្ញុំអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកណាដែលមានចម្ងល់ទាក់ទងនឹងលេនេះអាច comment ខាងក្រោមបានអរគុណបាយបាយ